សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីព័ត៌មានបច្ចេកវិទ្យាដែលនឹងនាំមកជូននៅព័ត៌មានថ្មីៗបំផុតនៅថ្ងៃនេះថ្ងៃប្រហោះទី29ខែឧសភាឆ្នាំ2025ម៉ោង 5:48 នាទីល្ងាចនៅតំបន់បូក07ថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់និងគួរឲ្យចាប់អារម្មណ៍មួយគឺការអភិវឌ្ឍថ្មីៗនៃបញ្ញាសិប្បនិម្មិតឬ AI ដែលកំពុងផ្លាស់ប្ដូរទៅរកពិភពលោករបស់យើងយ៉ាងឆាប់រហ័សព័ត៌មានដែលយើងនឹងស្វែងយល់នៅថ្ងៃនេះគឺផតតលើការប្រកាសថ្មីពីក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យ AI ប្រសិនបើអ្នកចង់ដឹងថា AI កំពុងឈានទៅរកអ្វីខ្លះនិងផលប៉ះពាល់របស់វាទៅលើជីវិតយើងសូមសតាប់បន្តទៀតតោះចាប់ផតមកហើយសូមញញឹមទាំងអស់គ្នាការប្រកាសថ្មីពោ OpenAI នៅថ្ងៃនេះក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុននាំមុខគេក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតបានប្រកាសព័ត៌មានថ្មីដ៏គួរឲ្យរំភើបមួយយោងតាមការរាយការណ៍ពោ The Guardian នៅម៉ោង 9 ព្រឹកបូក07នៅថ្ងៃនេះអ្នកសារព័ត៌មានឈ្មោះ Karen Howe ដែលបានតាមដាន OpenAI តាំងពីឆ្នាំ2019បានធ្វើការវិភាគអំពីកំណើនដ៏អស្ចារ្យរបស់ក្រុមហ៊ុននេះនាងបានប្រៀបធៀប OpenAI ទៅនឹងចក្រភពថ្មីមួយដែលបង្ហាញពីឥទ្ធិពលដ៏ធំធេងរបស់ក្រុមហ៊ុននេះទៅលើសេដ្ឋកិច្ចនិងសង្គមជុំវិញពិភពលោកការវិភាគនេះផ្អែកលើបទពិសោធន៍របស់នាងដែលបានចំណាយពេល3ថ្ងៃនៅក្នុងការិយាល័យ Robosaur OpenAI ក្នុងឆ្នាំ2019មុនពេលដែលពិភពលោកភាគច្រើនស្គាល់ឈ្មោះក្រុមហ៊ុននេះអ្នកសារព័ត៌មាន Karen Howe បាននិយាយជាមួយលោក Michael Safi ថា OpenAI មានរូបភាពខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលពួកគេបានបង្ហាញជាសាធារណៈក្រុមហ៊ុននេះធ្លាប់បានអះអាងថាខ្លួនជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានគោលបំណងអភិវឌ្ឍ AI ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិនិងមានតម្លាភាពខ្ពស់ប៉ុន្តែ Karen Howe បានរកឃើញថា OpenAI មានភាពសម្ងាត់ជាងអ្វីដែលពួកគេបានអះអាងហើយការសហការជាមួយអ្នកផ្សេងក៏មិនសូវមានដែរនេះបានបង្ហាញពីភាពផ្ទុយគ្នារវាងរូបភាពសាធារណៈនិងការពិតនៅខាងក្នុងក្រុមហ៊ុនឥទ្ធិពលរបស់ OpenAI លើសេដ្ឋកិច្ចនិងសង្គមការវិភាគរបស់ Karen Howe បានបញ្ជាក់ថា OpenAI មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាធម្មតាមួយនោះទេប៉ុន្តែជាអ្នកដឹកនាំដ៏សំខាន់ក្នុងវិស័យ AI ដែលមានឥទ្ធិពលទៅលើសេដ្ឋកិច្ចនិងសង្គមទូទាំងពិភពលោកឧទាហរណ៍បច្ចេកវិទ្យាដូចជា ChatGPT ដែល OpenAI បានបង្កើតបានផ្លាស់ប្ដូរទៅរកវិធីដែលមនុស្សធ្វើការរៀនសូត្រនិងទំនាក់ទំនង ChatGPT អាចជួយសរសេរអត្ថបទឆ្លើយសំណួរស្មុគស្មាញនិងសូម្បីតែបង្កើតរូបភាពឬកូដកម្មវិធីដែលធ្វើឲ្យវាក្លាយជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងវិស័យអប់រំឧបករណ៍ AI ដូចជា ChatGPT បានជួយសិស្សនិងគ្រូបង្រៀនក្នុងការស្រាវជ្រាវនិងរៀនសូត្រឧទាហរណ៍សិស្សអាចចូលរក ChatGPT ដើម្បីសរសេរសេចក្តីរាយការណ៍ឬស្វែងរកចម្លើយសម្រាប់សំណួរសិក្សាប៉ុន្តែវាក៏មានការពរបារម្ភថាការពឹងផ្អែកលើ AI ច្រើនពេកអាចធ្វើឲ្យសិស្សបាត់បង់សមត្ថភាពក្នុងការគិតដោយខ្លួនឯងនៅក្នុងវិស័យអាជីវកម្មក្រុមហ៊ុនជាច្រើនបានបរោ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារដូចជាការវិភាគទិន្នន័យឬការផតលើសេវាកម្មអតិថិជនប៉ុន្តែការប្រើប្រាស់ AI ក៏បាននាំឲ្យមានការបាត់បង់ការងារក្នុងវិស័យមួយចំនួនដូចជាការងារផលិតកម្មឬសេវាកម្មដែលអាចជំនួសបានដោយ AI ហានិភ័យនិងការពរបារម្ភអំពី AI ទោះជាមានអត្ថប្រយោជន៍ជាច្រើនក៏ដោយការកើនឡើងនៃឥទ្ធិពលរបស់ OpenAI និង AI ទូទៅក៏បាននាំមកនូវការពរបារម្ភជាច្រើនផងដែរអ្នកជំនាញបានព្រមានថាប្រសិនបើ AI មិនត្រូវបានគ្រប់គ្រងឲ្យបានត្រឹមត្រូវទេវាអាចនាំឲ្យមានផលប៉ះពាល់អវិជ្ជមានឧទាហរណ៍ការបរោ AI ដើម្បីបង្កើតព័ត៌មានคล้ายៗឬ Deepfake អាចបង្កគ្រោះថ្នាក់ដល់សង្គមដោយសារវាអាចបំភាន់មនុស្សនិងបង្កើតភាពចលាចលលើសពីនេះទៅទៀតការបរោ AI
ក្នុងវិស័យយោធាក៏ជាបញ្ហាដែលគួរឲ្យព្រួយបារម្ភព្រោះវាអាចនាំឲ្យមានការប្រណាំងសព្វពិវុធ AI ដែលគ្មានការគ្រប់គ្រង ការប៉របារម្ភមួយទៀតគឺអំពីភាពឯកជន AI ដូចច ChatGPT ត្រូវការទិន្នន័យជាច្រើនដើម្បីដំណើរការហើយទិន្នន័យទាំងនោះជារឿយៗត្រូវបានប្រមូលពីអ្នកប្រើប្រាស់ ប្រសិនបើក្រុមហ៊ុនដូចច OpenAI មិនមានគោលការណ៍ការពារទិន្នន័យដ៏តឹងរ៉ឹងទេវាអាចនាំឲ្យមានការលួចទិន្នន័យផ្ទាល់ខ្លួនឬការប្រើប្រាស់ទិន្នន័យក្នុងគោលបំណងផ្សេងទៀតដែលអ្នកប្រើប្រាស់មិនបានឯកភាព អនាគតណូ AI និងទិសដៅរបស OpenAI ការប្រកាសនៅថ្ងៃនេះបានបង្ហាញពីទិសដៅថ្មីរបស OpenAI ក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន ក្រុមហ៊ុននេះកំពុងផតតលើការបង្កើត AI ដែលមានសមត្ថភាពកាន់តែខ្លាំងនិងអាចប្រើប្រាស់បានកាន់តែទូលំទូលាយ ឧទាហរណ៍ពួកគេកំពុងធ្វើការលើការធ្វើឲ្យ AI អាចសម្របខ្លួនបានកាន់តែច្រើនជាមួយនឹងស្ថានភាពផ្សេងៗដូចជាការបរោ AI ក្នុងវិស័យសុខភាពដើម្បីជួយវិភាគជំងឺឬក្នុងវិស័យដឹកជញ្ជូនដើម្បីគ្រប់គ្រងប្រព័ន្ធចរាចរណ៍ ទោះជាយ៉ាងណាក៏ដោយការសម្រេចចិត្តរបស OpenAI ក្នុងការបន្តភាពសម្ងាត់ខ្លះនៅក្នុងប្រតិបត្តិការរបស់ខ្លួនបានបង្កើតនូវសំណួរអំពីភាពជឿជាក់និងគោលបំណងពិតប្រាកដរបស់ក្រុមហ៊ុន ត OpenAI ពិតជាផតលើអត្ថប្រយោជន៍ដល់មនុស្សជាតិឬផតលើប្រាក់ចំណេញជាចម្បង អ្នកជំនាញជាច្រើនបានអំពាវនាវឲ្យ OpenAI បង្កើនតម្លាភាពនិងសហការជាមួយអង្គការផ្សេងទៀតដើម្បីធានា AI ត្រូវបានអភិវឌ្ឍប្រកបដោយក្រមសីលធម៌ សេចក្តីសន្និដ្ឋាននិងការអំពាវនាវ ជាចុងក្រោយការអភិវឌ្ឍ AI នៅថ្ងៃនេះជាពិសេសពោ OpenAI បានបង្ហាញពីសោកតានពលដ៏ធំធេងរបស់បច្ចេកវិទ្យានេះ AI អាចជួយដោះស្រាយបញ្ហាស្មុគស្មាញជាច្រើនដូចជាការបង្កើនប្រសិទ្ធភាពការងារឬការជួយសង្គ្រោះជីវិតនៅក្នុងវិស័យសុខភាព ប៉ុន្តែវាក៏មានហានិភ័យជាច្រើនដែលត្រូវការការគ្រប់គ្រងឲ្យបានត្រឹមត្រូវដើម្បីការពារផលប៉ះពាល់អវិជ្ជមាន តើអ្នកគិតថា AI នឹងនាំយើងទៅទិសដៅណានៅថ្ងៃអនាគត សូមចែករំលែកគំនិតរបស់អ្នកជាមួយយើង សម្រាប់ព័ត៌មានបច្ចេកវិទ្យាបន្ថែមទៀតកុំភ្លេចតាមដានកម្មវិធីរបស់យើង ជួបគ្នាវិញនៅកម្មវិធីក្រោយ ជម្រាបលា